នៅខាងក្រោយនេះគឺជារថយន្ត Ford គ្រប់ម៉ូដែលទាំងអស់ដែលយកមកដាក់ឲ្យតេស្តនៅក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំបើកសាកល្បងរថយន្ត Ford ប្រចាំឆ្នាំ2025តែថ្ងៃហ្នឹងគឺខ្ញុំអត់តេស្តអានេះទៀតទេខ្ញុំនឹងយក Ford Ranger XL អានេះគឺ best spec យកទៅតេស្តចង់ដឹងថាតើវាឆ្លងឧបសគ្គកើតអត់ហើយអានេះមានមុខងារអីខ្លះដែលបងប្អូនទាំងអស់គ្នាអាចប្រើបានអញ្ចឹងសម្រាប់កម្មវិធីបើកសាកល្បងនៅក្នុងឆ្នាំ2025ហ្នឹងគឺបែងចែកចេញជា4កន្លែងសម្រាប់តេស្តអញ្ចឹងណាទី1គឺបងប្អូនទាំងអស់គ្នាអាចតេស្តផ្លូវធម្មតាអ្នកដែលគាត់មកតេស្តហ្នឹងតេស្តផ្លូវធម្មតាបានទី2តេស្ត high speed off road លបឿនលឿនជាមួយនឹង Ranger Raptor អាហ្នឹងគឺមានអ្នកជំនាញគាត់អ្នកបណ្ណាំងឡានគាត់មកបើកឲ្យបងប្អូនដែលគាត់មកតេស្តថ្ងៃហ្នឹងហើយទី3គឺបរហោះឡានក៏ប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំតេស្តដំណាក់កាលមួយទៀតគឺយើងតេស្តជាមួយនឹងឧបសគ្គទាំងអស់ហ្មងអានេះគឺជាផ្នែកមួយទៀតអញ្ចឹងទាំងអស់ថ្ងៃហ្នឹងគឺមាន4ផ្នែកឥឡូវនេះគឺយើងចាប់ផ្ដើមតេស្តជាមួយនឹងឧបសគ្គលបឿនយឺតអានេះគឺជាចំណុចចាប់ផ្ដើមយើងបើកឡើងចំណោទអញ្ចឹងសម្រាប់ Ranger XL គឺកាត់មុខងារមួយចំនួនចេញនិយាយទៅវានៅសល់តែរបស់ដែលចាំបាច់មួយចំនួនទេអានេះ single turbo ប៉ុន្តែមានប៉ង2ដូចតែ XLT ជាមួយនឹង wall track ដែរអញ្ចឹងសម្រាប់ការបើក XL នៅផ្លូវឧបសគ្គគឺអត់ញញៃច្រើនទេយើងដាក់លេខទៅមុខហើយយើងបង្វិលចូល 4H មកចប់រឿងហើយចឹងនៅលើចំណោទនោះចាំមើលចាំខ្ញុំប្រាប់ពីមុខងារមួយចំនួនសម្រាប់បងប្អូនដែលគាត់ចង់ដឹងពី XL ចឹងណាដោយសារតែបាន review សោះហ្មងតោះឥឡូវយើងចាប់ផ្ដើមចេញដំណើរ XL អត់ញញៃច្រើនទេយើងដាក់បើកទៅមុខហើយមកដល់កន្លែងនេះដូរដាក់តែ 4H មកវាមានប៊ូតុងបង្វិលដូចតែ XLT ឯដែរអញ្ចឹងនៅពេលដែលបើកឡើងចំណោទមិនបាច់ដាក់មុខងារអីញញៃច្រើនទេអញ្ចឹងអានេះគឺនៅពេលដែលយើងឡើងចំណោទវាមានមុខងារ Here Start Assistអញ្ចឹងបើសិនក្នុងករណីយើងឈប់នៅលើចំណោទអីមួយផ្លែតអញ្ចឹងវាជួយ off rank យើងប្រហែលជាខ្ទង់ 2-3 វិនាទីដែរក៏ប៉ុន្តែវាអត់ជាបញ្ហាអីទេដោយសារវាឡានប៉ុង2ដែរហ្នឹងអញ្ចឹងនៅពេលដែលយើងចុះចំណោទយើងមាន2 option យើងចង់ដាក់មុខងារ Here Descent Control ក៏បានឬមួយក៏យើងចុះធម្មតាក៏បានដែរអញ្ចឹងសម្រាប់ Here Descent Control គឺវាជួយ off rank ឲ្យយើងអូតូហើយចុចតែប៊ូតុងមួយនៅលើ XL ឃើញអញ្ចឹងមិនដែលស្រួលប្រើបងប្អូនឥឡូវខ្ញុំអត់ចាំបាច់ជន់ហ្វ្រាំងអីទាំងអស់ឃើញអត់អញ្ចឹងនៅពេលដែលចុះដល់ក្រោមហើយយើងអាចបើកធម្មតាបានអញ្ចឹងសម្រាប់ Ranger XL នេះបងប្អូនវាអត់សូវមាន option អីច្រើនដូច XLT មួយ Wall-Track តែយើងអាចនិយាយបានថានេះគឺសម្រាប់អ្នកដែលគាត់អង់ជីក្បាលញញៃច្រើនដាក់លេខទៅមុខហើយវាយប៉ង2យើងអាចបើកផ្លូវយឺតបានហើយអូខេឥឡូវយើងតេស្តឡើងចំហៀងឲ្យវាផ្អៀងមកចំហៀងចេះ side slope ផ្អៀងឡើងចំហៀងចឹងចង់ដឹងថាតើ XL វាអាចទប់បានប្រហែលជាប៉ុណ្ណាដែរស្ដាប់ធូរខេណាចុះវិញផ្អៀងដែរប្រហែលជា45ដឺក្រេទៅបាទ45ដឺក្រេអូខេទៅលើការបើកឡើងចំហៀងក៏វាអត់ជាបញ្ហាចោលទេដែរមិនយើងឡើង45ដឺក្រេអានេះវាអត់មាន multi link អីទេវាប្រើជាទិសអីដូចតែ XL ដូចតែ Wall-Track អីដែរគាត់ថាបើសម្រាប់យើងបើកឡើងចំហៀងគឺវានៅតែអាចទប់បានអញ្ចឹងនៅខាងមុខនោះគឺយើងតេស្តជាមួយនឹងផ្លូវខ្សាច់នៅលើ XL វាអត់មាន mode ដូច XLT ឬមួយក៏ Wall-Track ទេអញ្ចឹងអីដែរស្រួលប្រើបំផុតហ្នឹងគឺដាក់ 4H បើជាប់ផងខ្លាំង 4L ប៉ុន្តែឥឡូវគឺយើងតេស្តមួយ 4H អញ្ចឹងដោយសារផ្លូវខ្សាច់នេះវាមិនជាប្រវត្តិអីប្រហែលនេះសម្រាប់ XL ឡានប៉ង2វាដឹងតែទៅស្រួលហើយអញ្ចឹងខាងមុខនេះរៀងផុងជ្រៅ 4H ទៅបានធម្មតាទេលើកលែងតែករណីដែលយើងរៀងផុងចូលខ្សាច់ខ្លាំង recommend យើងប្រើ 4L ហើយថយក្រោយបន្តិចមកហើយចាំយើងទៅមុខទៀតអញ្ចឹងនៅខាងមុខនេះគឺផ្លូវល្អ slippery តែនេះអត់ slippery mode យើងប្រើ 4H បានធម្មតាហើយ make sure ថាយើងបើក traction control មកតែអានេះធម្មតាវាបើកស្រាប់ទេអត់អីទេអញ្ចឹងបើកធម្មតាទៅអូខេឥឡូវយើងចេញផុតពី slippery mode យើងដល់កន្លែងមួយដែលយើងត្រូវចុះទឹកជម្រៅ 800 មីលីម៉ែត្រអញ្ចឹងសម្រាប់ឡានរបស់ Ford Ranger ជាមួយនឹង Everest គ្រប់ model ទាំងអស់គឺសិតតែអាចបើកចុះទឹកជ្រៅបាន 800 មីលីម៉ែត្រអញ្ចឹងនៅខាងមុខយើងបើកចុះទឹកឥឡូវយើង shift មក on សិន
ហើយយើងដាក់ 4L ព្រោះអា 4L low ហ្នឹងគឺយើងត្រូវការដាក់ N សិនអូខេបានហើយចូល D យើងបើកចុះទឹកកន្លែងនេះគេឲ្យយើងតេស្តល្បឿន7 km ក្នុង1ម៉ោងអញ្ចឹងយើងបើកយឺតអូខេ300 mm វាចូលទៅយើងជ្រៅដែរហ្នឹងតែមើលទៅប្រហែលជាពាក់អត់ទាំងលិចកង់ឡានបងដោយសារ Ranger នេះវាខ្ពស់ដែរអូខេបានហើយអញ្ចឹងយើងចេញផុតពីទឹកហើយឥឡូវយើងកន្លែងនេះគេឲ្យយើងដាក់ 4L ហើយគេមាន deflog តែនេះអត់មានទេយើងមានតែ 4L អញ្ចឹងយើងទៅធម្មតាបើយឺតនៅលើផ្លូវដែលមានថ្ម follow អញ្ចឹងសម្រាប់ 4L អាក្រង់ទីឡានហ្នឹងគឺទៅខ្លួនវាហើយកន្លែងនេះយើងបើកល្បឿនយឺតដែរខ្ទង់ 3-4 km ក្នុង1ម៉ោងអីហ្នឹងអញ្ចឹងនៅកន្លែងនេះយើងអាចប្រឡែងជើងក៏បានដែរដោយសារឡានវាមានក្រង់ទីម៉ាស៊ីនទេតែកន្លែងណារៀងគាំងឯងជន់ gear off បន្តិចអញ្ចឹងណាអូខេអញ្ចឹងយើងឃើញថាសម្រាប់បើកនៅលើផ្លូវថ្មនៅលើ XL នេះទោះបីជាវាអត់មាន mode អីដូចគេមែនប៉ុន្តែយើងអាចប្រើវាបានធម្មតាដោយគ្រាន់តែដាក់វាមក 4L អញ្ចឹងទៅហើយបើឡើងជើងចោលក៏បានដែរបើសិនក្នុងករណីផ្លូវរៀបស្មើអញ្ចឹងវាអត់មានឡើងចំណោតអីចឹងណាឥឡូវយើងផុតហើយនេះគឺជាឧបសគ្គចុងក្រោយហើយ Sigma N ហើយយើងដូរវាទៅ 2H វិញសម្រាប់ផលនៅលើផ្លូវធម្មតាអញ្ចឹងក្រៅតែពីយើងតេស្តនៅលើផ្លូវអា low speed ល្បឿនយឺត off road ហ្នឹងឥឡូវនេះគឺយើងមានកន្លែងមួយសម្រាប់បងប្អូនដែលគាត់ចង់តេស្តផ្លូវធម្មតាក៏អាចតេស្តបានដែរអាហ្នឹងគឺតេស្តបានទាំងអស់គ្រប់ model ហ្មងជាពិសេសគឺ territory ព្រោះ territory គឺប្រើនៅលើក្នុងក្រុងច្រើនអញ្ចឹងអាចតេស្តនៅលើផ្លូវស្រួលៗចឹងបានមកហើយបងប្អូនអត់អូ shit ឈៀងងនៅខាងក្រោយកំពុងត្រីបងប្អូនធ្លាប់តែឃើញគេត្រីឡាន sport ហើយអានេះត្រីឡាន pick up ម្ដងអានោះ Ranger Raptor កម្មវិធីសម្រាប់តេស្តឆ្នាំនេះគឺរៀងប្លែកពីឆ្នាំមុនអ្នកដែលគាត់មកចូលរួមគឺឡើង experience ជាមួយនឹង driver គាត់អ្នកបណ្ដាំឡានហើយអ្នក drift អញ្ចឹង drift មកជុំហើយទៅដល់ខាងក្រោយនោះអាកន្លែងនោះគេនឹងបរហោះឡានណាចាំមើលកន្លែងនោះគឺគាត់នឹងបរហោះ Ranger Raptor ឲ្យបងប្អូនទាំងគ្នា3 2 1ហោះអូខ្ញុំទៅសើជើងក្រុមរបស់ Ranger Raptor មួយថ្ងៃឡើងហោះអត់ក្រុម100ដងទេវាទប់បានណាញាក់សាច់ហ្មងនៅខាងក្រោយខ្នងខ្ញុំឃើញបងប្អូនទាំងគ្នាអានោះ Ranger Raptor កំពុងតែរត់ជាមួយនឹង Baja Mode អញ្ចឹងឆ្នាំនេះគឺមានតែជាមួយនឹង Baja Mode high speed off road បើកលឿននៅលើផ្លូវ off road ថ្ងៃនេះគឺឆ្នាំនេះគឺយើងមាន driver 2នាក់ឆ្នាំមុនយើងមាន Michael មិញហ្នឹង Michael គាត់កំពុងតែទៅហើយឆ្នាំនេះយើងថែម driver ថ្មីមួយទៀតគាត់អ្នកបណ្ដាំឡាន rally ដែរគឺ Belly ក៏គាត់មកបើក high speed off road ដែរអញ្ចឹងសម្រាប់អ្នកដែលគាត់ test drive ជាមួយនឹងឡានរបស់ Ford ហ្នឹងទាំងអស់គឺគាត់មក experience ជាមួយនឹងអ្នកដែលគាត់បណ្ដាំឡានគាត់កាន់ចង្កូតបើកឲ្យហើយសម្រាប់បងប្អូនដែលគាត់ចូលអង្គុយជាមួយនេះគឺគាត់ experience ជាមួយនឹង performance របស់នឹង Ranger Raptor ថាតើនៅពេលដែលបើក high speed off road អញ្ចឹងតើកម្លាំងរបស់វាខ្លាំងប៉ុណ្ណាទៅ Hello Belly. Hello. Am I say your name right, Belly? Yes. Belly? Yes. I just heard you fly from US just to try the Ranger Raptor here today. I appreciate it. Yes. So tell me number one tip to try the Ranger Raptor off road. So you just click it into Baja mode and it's ready to go racing. All the way on Baja mode. Yes. Good luck, Belly. Thank you. Thank you. អរគុណកម្មវិធីបើកសាកល្បង Ford Challenge ហ្នឹងក្រៅតែពីបើកឡានហោះ drift តែជាមួយនឹងឧបសគ្គល្បឿនយឺតជាមួយនឹងល្បឿនលឿនក៏មានកម្មវិធីផ្សេងទៀតដូចប្រគំតន្ត្រីមានស្តង់អាហារនេះគឺជាស្តង់ផលិតផលខ្មែរបងប្អូនទាំងអស់គ្នាហើយក៏មានកម្មវិធីចាប់រង្វាន់ដែរអញ្ចឹងសម្រាប់កម្មវិធីឆ្នាំនេះយើងឃើញថាមាន activity មកកាន់តែថ្មីបន្ថែមហើយសង្ឃឹមថាឆ្នាំក្រោយនឹងមានអីដែលកាន់តែប្លែកជាងទៀតអញ្ចឹងជួបគ្នានៅក្នុងកម្មវិធីបើកសាកល្បង Ford នៅក្នុងឆ្នាំ2026ជួបលាបាយ